តម្លៃនៃលុយបងប្អូនចាថ្ងៃនេះចង់មកនិយាយរឿងតម្លៃលុយបន្តិចដោយសារតែបងប្អូនមិត្តភ័ក្តិមួយចំនួននៅស្រុកខ្មែរគាត់តែគិតថាមកស្រុកគេរកលុយបានច្រើនអីអញ្ចឹងណាតាមពិតដូចគ្នាទេរកលុយបានច្រើនក៏ប៉ុន្តែចាយទៅវិញក៏ច្រើនដែរបងប្អូនចាហើយខ្ញុំដឹងស្គាល់តម្លៃនៃលុយនេះតាំងពីខ្ញុំនៅទូចខ្ញុំអាយុ9ឆ្នាំ10ឆ្នាំមកអាហ្នឹងនៅខាងមុខផ្ទះតាខ្ញុំហ្នឹងមានត្រពាំងមួយហើយមានដាំតកួនដាំកញ្ឆែតអីចឹងណាហើយខ្ញុំបងប្អូនស្រីហ្នឹងនាំគ្នាចុះកាត់តកួនចង់បាច់ដុំហើយសែងដើរលក់តកួនតាមភូមិចឹងណាឪពុកម្ដាយខ្ញុំគាត់មានជីវភាពមធ្យមចាមិនល្មមមករស់ចឹងណាមិនអត់អីតតានេះទេគាត់មិនមែនចង់ឲ្យពួកខ្ញុំដើរលក់តកួនលក់អីចឹងទេប៉ុន្តែពួកខ្ញុំនេះចង់មានគំនិតចង់ជួយចឹងណាមិនចាំបាច់ចាំតាសុំលុយឪម៉ែទៅរៀនទៅអីចឹងក៏មានគំនិតថាអូខេដើរលក់តកួនទៅបានមែនក៏បានទៅចឹងណាហើយបន្ទាប់ពីហ្នឹងមកទៀតខ្ញុំទៅជួយលក់បាយអុំអីចឹងទៅពេលវ៉ាកងចឹងណាអត់សាលារៀនចឹងទៅជួយលក់អុំ3ខែចឹងណាបានមួយថ្ងៃ1000ផ្ញើលុយហ្នឹងមួយយាយដល់ពេលចប់លក់ចប់រដូវលក់ហ្នឹងចូលកងវិញសំបានលុយទិញកៅអៅទិញសភៅប៊ិចកតាបអីទៅរៀនចឹងណាបងប្អូនមិនចាំបាច់សុំលុយឪពុកម្ដាយខ្ញុំមានគំនិតហ្នឹងតាំងពីខ្ញុំនៅទូចខ្ញុំថាបើខ្ញុំអាចធ្វើមិនឲ្យជួយឪពុកម្ដាយបានខ្ញុំនឹងជួយគាត់ដោយមិនចាំបាច់ឲ្យគាត់ខ្វល់យ៉ាងហោចណាស់ក៏ខ្ញុំអាចជួយគាត់ថាមិនបាច់ឲ្យទិញកៅអៅឲ្យខ្ញុំមកកាផ្លេឬមួយក៏សភៅឲ្យខ្ញុំបានម្នាក់ដែរក្នុងគ្រួសារណាទុកឲ្យលុយដែលទិញឲ្យខ្ញុំហ្នឹងទិញឲ្យប្អូនទៀតខ្ញុំមានគំនិតហ្នឹងតាំងពីនៅទូចមានគំនិតជួយគ្រួសារហ្នឹងហើយមុននឹងខ្ញុំចំណាយទៅលើអីមួយហ្នឹងគឺគិតមែនតើបងប្អូនចាបែងចែកត្រូវបែងចែកទៅនេះទៅនោះចឹងទៅហើយបើថាទៅផ្សារទៅអីក៏ដោយទៅទិញកៅអៅក៏ដោយទិញម្ហូបក៏ដោយមើលអាណាដែលយើងធូរថ្លៃហើយបញ្ចុះតម្លៃទៀតបងប្អូនដើម្បីយើងអាចសំបានខ្លះចឹងណាគឺថាមិនងាយទេទៅរកលុយនេះបងប្អូនឃើញនេះខែព្យុះខែព្រិលចឹងទៅដើរកាត់ព្រិលកាត់ព្យុះទៅធ្វើការចាអញ្ចឹងស្គាល់